ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះសូមលើកអំពីទិវាសិទ្ធិនារីបងប្អូនហើយប្រសិនបើយើងនិយាយអំពីទូទាំងសកលលោកឬក៏ពិភពលោកនេះគេនិយាយអំពី International Women Day មានន័យថាទិវានារីអន្តរជាតិអញ្ចឹងគឺជាការលើកកម្ពស់តម្លៃស្ត្រីដែលមនុស្សស្រីទាំងឡាយគឺមានសិទ្ធិសេរីភាពស្មើនឹងបុរសបងប្អូនមិនដូចជាប្រទេសខ្លះឲ្យតម្លៃស្ត្រីហាក់ដូចជាទាបជាងបុរសអីចឹងទៅក៏មានដែរប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយបងប្អូនហើយប្រទេសយើងគឺមិនដូច្នោះទេហើយបើមានគំនិតចាស់កម្រិលខ្លះគិតបែបនេះគឺជាការគិតមួយដែលខុសឆ្គងពីសង្គមឬក៏សម័យបច្ចុប្បន្នខ្មែរយើងឲ្យតម្លៃស្ត្រីច្រើនណាស់ពាក់ព័ន្ធនឹងសុភាសិតក៏មានហើយថ្នាក់ដឹកនាំពីសម័យមុនមកក៏មានស្ត្រីដែលជាអ្នកដឹកនាំប្រទេសដែរបងប្អូនណាដូចជាសម័យអង្គរភ្នំនគរភ្នំហ្នឹងសម័យហ្វូណនអីចឹងទៅដែលយើងមានព្រះនាងអីគេបងប្អូនព្រះនាងលេយីដែលជាស្ដេចស្រីដំបូងនៅទឹកដីរបស់ខ្មែរយើងហើយក្រោយមកទៀតហ្នឹងបើទោះជាមិនបានជាអ្នកដឹកនាំក្នុងនាមជាស្ដេចក៏ដោយប៉ុន្តែនៅតែមានតួនាទីឬក៏ដើរតួយ៉ាងសំខាន់នៅក្នុងការផ្ដល់ប្រឹក្សាក៏ដូចជាជួយដល់ស្វាមីនៅក្នុងការចាត់ចែងការងារផ្សេងបងប្អូនគឺសិតតែមនុស្សស្រីគឺជាអ្នកជួយជ្រោមជ្រែងដល់មនុស្សប្រុសដូចជាសម័យព្រះបាទជ័យវរ្ម័នទី7មានព្រះនាងឥន្ទ្រទេវីដែលជាស្ត្រីដ៏ឆ្នើមបងប្អូនហើយទ្រង់គឺជាបុគ្គលដែលមានចំណេះជំនាញហើយចំណេះចេះដឹងយ៉ាងពិតប្រាកដចេះច្រើនទៅទៀតបងប្អូនហើយគឺជាយើងអាចថាជាអ្នកប្រាជ្ញសម័យនោះក្នុងចំណោមបុគ្គលផ្សេងទៀតមានព្រះនាងមួយដែរជាអ្នកប្រាជ្ញនៅក្នុងសម័យនោះហើយស្ត្រីបើយើងមើលនៅពាក្យគេហៅថាពាក្យស្លោកពាក្យដែលយើងជាទូទៅគេថាស្ត្រីគឺជាមាតានៃពិភពលោកបងប្អូនអញ្ចឹងវាមិនមែនពិភពលោកនេះអត់ស្ត្រីបានទេទាល់តែមានមនុស្សស្រីទៅមានមនុស្សម្នានៅលើពិភពលោកនេះគឺជាការដំណើរការមួយនៃមនុស្សជាតិទៅបានគឺតែងតែមានមនុស្សស្រីនៅលើនោះនៅទីនោះបងប្អូនហើយពាក្យខ្មែរយើងហើយគេហៅថាពាក្យសុភាសិតអីបងប្អូនសំណាបយោងដីស្រីយោងប្រុសគេណាបងប្អូនអញ្ចឹងបើសិនបើគូភរិយាស្វាមីដែលបានស្ត្រីហ្នឹងជាភរិយាជាស្ត្រីដែលល្អក្នុងរមែងធ្វើឲ្យគ្រួសារនោះរុងរឿងគេណាបងប្អូនហើយស្ត្រីនឹងឯងជាអ្នកយោងបរោះបានគេមិនដែលនិយាយថាតែគេសំណាបយោងដីបរោះយោងស្រីអីអត់ទេមានតែសំណាបយោងដីស្រីយោងប្រុសយ៉ាងបងប្អូនអញ្ចឹងកិច្ចការទាំងឡាយនៅក្នុងគ្រួសារមានស្ត្រីមានភរិយាល្អគឺជាអ្នកគិតគូរជួយដល់ស្វាមីគ្រួសារនោះរមែងរីកចម្រើនមានសុភមង្គលអញ្ចឹងកំណាព្យខ្មែរយើងហ្នឹងបងប្អូនណាកំណាព្យនិយាយពាក្យសុភាសិតឬក៏ពាក្យមួយទៀតគេថាមិនពាក្យទេបងប្អូនជា clear លបាស់ជា clear សម្លឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយានេះអញ្ចឹងនេះគឺជាពាក្យដែល
មានន័យថាស្ត្រីគឺមានតម្លៃយ៉ាងពិតប្រាកដនៅក្នុងសង្គមខ្មែរយើងគឺតែងតែឲ្យតម្លៃលើស្ត្រីបងប្អូនហើយដែលបានលើកឡើងហើយសម័យមុនមានពនាងឥន្ទ្រទេវីអញ្ចឹងទៅហើយព្រះនាងលាវយីអីចឹងទៅគេតែងតែឲ្យតម្លៃទៅលើស្ត្រីហ្នឹងតមកមិនមែនទៅតែមានឥឡូវនោះទេព្រោះតែហេតុនោះហើយបានជាប្រហែលថ្ងៃមុនបងប្អូនឃើញសំណេររបស់ឯកឧត្តមសសុខាឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបងប្អូនដែលសំណេរនេះជាសំណេរមួយដែលជាការសរសេរពាក់ព័ន្ធនឹងប្អូនស្រីម្នាក់ដែលត្រូវបានពិធីករនិយាយពាក្យលែបខាយសម្ដីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្អូនស្រីនោះហើយហើយឯកឧត្តមអភិសន្តិបណ្ឌិតនឹងក៏បានចេញសារនៅតាមបណ្ដាញសង្គមជាពិសេសគឺ page របស់គាត់ផ្ទាល់និយាយអំពីប្អូនស្រីនឹងឯងដែលគាត់និយាយអំពីខ្មែរយើងគឺតែងតែឲ្យតម្លៃទៅលើស្ត្រីបងប្អូនហើយស្ត្រីគ្រប់រូបមានតម្លៃនេះគឺមិនមែនមានសេចក្តីមានតម្លៃបច្ចុប្បន្នហ្នឹងទេខ្មែរយើងវាខុសពីជាតិសាសន៍ដទៃហើយនៅក្នុងសំណេរនោះមានច្រើនបងប្អូនតែសូមលើកយកចំណុចដែលគាត់សរសេរចុងក្រោយគាត់សរសេរថាខ្មែរយើងថ្លៃថ្នូរណាស់ខ្មែរយើងជាពូជអម្បូរគោរពដែលគោរពនិងផ្ដល់តម្លៃដល់ស្ត្រីរាប់រយពាន់ឆ្នាំមកហើយមេភូមិមេស្រុកមេស្រែមេខេត្តមេកោយគឺជាមេដែលផ្ដល់ដែលសម្ដៅដល់មាតាគឺមេសម្ដៅដល់ស្ត្រីដែលបង្កើតបានកូនជំនាន់ក្រោយតគ្នារបស់មនុស្សដូច្នេះខ្ញុំសង្ឃឹមថាពួកយើងជាបុរសនឹងបន្តរក្សាភាពថ្លៃថ្នូរក្នុងគ្រប់ទំនាក់ទំនងការងារគ្រប់ទំនាក់ទំនងសង្គមជាធម្មតាជាមួយស្ត្រីហើយខិតខំបង្កលក្ខណៈឲ្យស្ត្រីបានទទួលនៅអារម្មណ៍កក់ក្ដៅប្រកបដោយកិត្តិយសនៅគ្រប់កលៈទេសៈទាំងអស់នៃការបំពេញការងារនិងគ្រប់វត្តមាននៅក្នុងការទំនាក់ទំនងសង្គមជាមួយបុរសអញ្ចឹងបងប្អូននេះគឺជាសារមួយដែលឲ្យតម្លៃទៅលើស្ត្រីមែនទែនបងប្អូនណារាល់ការទំនាក់ទំនងទាំងអស់គឺត្រូវតែផ្ដល់ភាពងាយស្រួលដល់ស្ត្រីហើយក៏ផ្ដល់នៅភាពកក់ក្ដៅដែរបងប្អូនមិនមែនរើសអើងថាគាត់ស្រីមិនអាចបែបនេះមិនអាចបែបនោះបាននោះទេយ៉ាងនេះគឺជាសារដ៏សំខាន់របស់ឯកឧត្តមក៏បានលើកឡើងប្រហែលថ្ងៃមុនបងប្អូនប្រហែលជា3ថ្ងៃមុនប៉ុន្តែក្នុងន័យមួយឲ្យតម្លៃទៅដល់ស្ត្រីទើបខ្ញុំលើកឡើងអំពីសារនេះមកម្ដងទៀតដើម្បីចែកជូនដល់បងប្អូនទាំងអស់បានស្ដាប់បងប្អូនណា